ជំរាបសួរប្រិយមិត្តនៃ Channel Khmer News Daily ជាទីគោរពនៅពេលដែលយើងនិយាយអំពីស្ដេចនៃផ្ទៃមេឃឬឃាតករដែលមើលមិនឃើញមនុស្សភាគច្រើននឹងនឹកឃើញដល់យន្តហោះពណ៌ខ្មៅរាងដូចត្រីបបេលរបស់សហរដ្ឋអាមេរិកនោះគឺ B2 Spirit វាជាយន្តហោះតែមួយគត់ដែលអាចហោះចូលដែនអាកាសសត្រូវទម្លាក់គ្រាប់បែកហើយហោះចេញវិញដោយគ្មានអ្នកណាដឹងខ្លួនសូម្បីតែរ៉ាដាក៏ចាប់មិនបានប៉ុន្តែក្នុងនាមជាមហាអំណាចយោធាលេខ2លើលោកតើរុស្ស៊ីព្រមឈរអបដៃមើលអាមេរិកខ្លាំងតែឯងឬចម្លើយគឺទេថ្ងៃនេះយើងនឹងនាំអារម្មណ៍បងប្អូនទៅស្គាល់គម្រោងសម្ងាត់របស់រុស្ស៊ីវាមិនមែនជាយន្តហោះធម្មតាទេប៉ុន្តែវាគឺជាការប៉នប៉ងបង្កើត B2 Spirit របស់រុស្ស៊ីដែលមានឈ្មោះជាផ្លូវការថាទូប៉ូឡេវផាកដាតើវាខ្លាំងប៉ុណ្ណាតើវាគ្រាន់តែជាក្តីស្រមៃឬជាការពិតសូមអញ្ជើញតាមដានជាមួយ King Bart ដូចតទៅដើម្បីយល់ថាហេតុអ្វីបានជាយន្តហោះនេះសំខាន់យន្តត្រូវក្រឡេកមើលប្រវត្តិសាស្ត្របន្តិចសប្តាហ៍ថ្ងៃនេះកងទ័ពអាកាសរុស្ស៊ីមានយន្តហោះទម្លាក់គ្រាប់បែកធំចំនួន3ប្រភេទគឺ T-95 ឬគេហៅថាអាខ្លាឃ្មុំសម្លេងខ្លាំង T-22M3 និង T-160 ដែលគេហៅថាហង្សយន្តហោះទាំងនេះខ្លាំងមែនទែនអាចផ្ទុកគ្រាប់បានច្រើនហោះបានលឿនប៉ុន្តែវាមានចំណុចខ្សោយដ៏ធំមួយនោះគឺវាមិនចេះបំបាំងកាយទេនៅពេលដែលបច្ចេកវិទ្យារ៉ាដាកាន់តែទំនើបយន្តហោះធំទាំងនេះងាយនឹងក្លាយជាចំណីរបស់មីស៊ីលសត្រូវណាស់ផ្ទុយទៅវិញអាមេរិកមាន B2 Spirit តាំងពីឆ្នាំ1997មកម្លេះនេះគឺជាការឈឺចាប់និងជាសម្ពាធរបស់វិស្វកររុស្ស៊ីដូច្នេះហើយនៅឆ្នាំ2009រដ្ឋាភិបាលរុស្ស៊ីបានប្រគល់បេសកកម្មដ៏ធំមួយទៅឲ្យក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីឈ្មោះទូប៉ូឡេវដើម្បីបង្កើតយន្តហោះថ្មីមួយដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម 1. ត្រូវតែបំបាំងកាយ 2. អាចហោះបានឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ 3. អាចបំពាក់នុយក្លេអ៊ែរបានគម្រោងនេះហើយដែលបង្កើតបានជាផាកដាបងប្អូនប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាផាកដានិងមានរូបរាងដូច B2 របស់អាមេរិកយោងតាមរូបភាពគំរូនិងព័ត៌មានដែលបែកលាយផាកដាប្រើប្រាស់ការរចនាបែប Flying Wing ឬស្លាបហក់គឺមានន័យថាវាមិនមានកន្ទុយបញ្ឈរដូចយន្តហោះធម្មតាទេតួខ្លួនរបស់វានិងស្លាបគឺជាសាច់តែមួយមូលហេតុដែលរុស្ស៊ីជ្រើសរើសរូបរាងបែបនេះមិនមែនមកពីចង់ចម្លងអាមេរិកទាំងស្រុងទេតែមកពីគោលការណ៍វិទ្យាសាស្ត្ររូបរាងបែបនេះជួយកាត់បន្ថយការចាប់បាននៃរ៉ាដាព្រោះវារលោងនិងគ្មានកន្ទុយដែលចំណាំងផ្លាស់រលកវាជួយឲ្យយន្តហោះហក់បានឆ្ងាយដោយគ្មានស៊ីសាំងច្រើនប៉ុន្តែមានចំណុចមួយដែលខុសគ្នាដាច់ពីយន្តហោះចាស់របស់រុស្ស៊ីយន្តហោះ T-160 ឬហង្សផ្ដោតទៅលើល្បឿនលឿនជាងសម្លេងដើម្បីរត់គេចពីសត្រូវប៉ុន្តែសម្រាប់ផាកដារុស្ស៊ីបានប្ដូរយុទ្ធសាស្ត្រមិនចាំបាច់ហោះលឿនទេសំខាន់គឺគុំឲ្យគេមើលឃើញផាកដានឹងហោះក្នុងល្បឿន Subsonic ឬយឺតជាងសម្លេងដោយ B2 ដែរនេះគឺជាការលះបង់ល្បឿនដើម្បីបដូរយកភាពស្ងប់ស្ងាត់និងការបំបាំងកាយឥឡូវនេះយើងមកនិយាយអំពីរឿងដែលសំខាន់បំផុតតើវាអាចធ្វើអ្វីខ្លះទៅបើតាមប្រភពពីសារព័ត៌មានរដ្ឋរបស់រុស្ស៊ីផាកដានេះមិនមែនជាយន្តហោះទម្លាក់គ្រាប់បែកធម្មតាទេវាត្រូវបានរចនាដើម្បីក្លាយជាឃ្លាំងអាវុធចល័តនៅលើអាកាស1អាចផ្ទុកទម្ងន់បានមហាសាលគេប៉ាន់ស្មានថាវាអាចផ្ទុកអាវុធបានរហូតដល់30តោនឬ30ម៉ឺនគីឡូក្រាមសាកស្រមៃមើលថាតើគ្រាប់បែកប៉ុន្មានគ្រាប់ទឺដែលអាចដាក់បាន2មីស៊ីលល្បឿនលឿន Hypersonic នេះគឺជាចំណុចដែលរុស្ស៊ីអាចនឹងលើសអាមេរិកខណៈដែល B2 ផ្ដោតទៅលើការទម្លាក់គ្រាប់បែកពីលើក្បាលរុស្ស៊ីគ្រោងបំពាក់ផាកដាជាមួយមីស៊ីល Kinjal ឬមីស៊ីលចំនួនថ្មីដែលអាចហក់លឿនជាងសម្លេង10ដងយុទ្ធសាស្ត្រគឺយន្តហោះមិនចាំបាច់ហក់ចូលទៅគៀកសត្រូវពេកទេគ្រាន់តែហក់ទៅជិតរួចបាញ់មីស៊ីលពីចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ3ការហក់ហើររយៈពេលយូរផាកដាត្រូវបានរំពឹងថាអាចហក់ហើរបានចម្ងាយ 12,000 គីឡូម៉ែត្រដោយគ្មានចាំបាច់ចាក់សាំងនេះមានន័យថាវាអាចហក់ចេញពីទីក្រុងមូស្គូទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយហក់ត្រឡប់មកវិញឬក៏ហក់ទៅគ្រប់ទីកន្លែងលើពិភពលោកស្ដាប់ទៅពិតជាអស្ចារ្យមែនទេប៉ុន្តែតើវាមានពិតមែនឬនៅនេះគឺជាសំណួរដែលជំនាញយោធាជាច្រើនកំពុងតែតាមដាន
ก้าวទីឆ្នាំ2019រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថាពួកគេបានអនុម័តគំរូចុងក្រោយហើយនៅឆ្នាំ2020មានដំណឹងថាការសាងសង់គំរូដើមឬ prototype បានចាប់ផ្ដើមហើយផែនការដំបូងរុស្ស៊ីចង់ឲ្យវាហោះហើរនៅឆ្នាំ2023ឬ2024ប៉ុន្តែដោយសារបញ្ហាសង្គ្រាមនិងទណ្ឌកម្មសេដ្ឋកិច្ចការផលិតអាចនឹងយឺតយ៉ាវបន្ថែមទៅទៀតបច្ចុប្បន្នអ្នកវិភាគជឿថាយើងអាចនឹងបានឃើញការហោះហើរសាកល្បងជាលើកដំបូងនៅអំឡុងឆ្នាំ2025ឬ2026ខាងមុខនេះហើយការចូលបម្រើការនៅជួរកងទ័ពពេញលេញអាចនឹងត្រូវរងចាំដល់ឆ្នាំ2027ឬ2028ខាងមុខម្យ៉ាងវិញទៀតអាមេរិកក៏មិននៅស្ងៀមដែរអាមេរិកបានបញ្ចេញ B-21 Raider ដែលជាប្អូនរបស់ B-2 រួចទៅហើយដូច្នេះការប្រណាំងប្រជែងគ្នារវាងផាក់ដារបស់រុស្ស៊ីនិង B-21 របស់អាមេរិកនឹងក្លាយជាប្រធានបទដ៏ក្តៅគគុកមកនៅរយៈពេល5ឆ្នាំខាងមុខនេះជាសរុបមកវិញបើទោះបីជាបច្ចុប្បន្នរុស្ស៊ីនៅមិនទាន់មានយន្តហោះបំបាំងកាយឬ Stealth Bomber ដោយអាមេរិកក៏ដោយប៉ុន្តែគម្រោងផាក់ដាបង្ហាញពីមហាជាតិចាររបស់ខ្លាឃ្មុំទឹកកកមួយនេះថាពួកគេមិនព្រមជោគចាញ់ឡើយប្រសិនបើផាក់ដាជោគជ័យមែនវានឹងក្លាយជាគម្រាមកំហែងថ្មីមួយសម្រាប់ប្រព័ន្ធដំណើរការដែនអាកាសរបស់លោកលិចការលាយបញ្ចូលគ្នារវាងបច្ចេកវិទ្យាបំបាំងកាយនិងមីស៊ីល Hypersonic គឺជាសុបិនអាក្រក់មួយសម្រាប់សត្រូវតើបងប្អូនយល់យ៉ាងណាដែរតើរុស្ស៊ីអាចផលិត B2 របស់ខ្លួនបានជោគជ័យឬក៏គម្រោងនេះនឹងត្រូវពន្យាពេលដោយសារបញ្ហាសេដ្ឋកិច្ចសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូនេះសម្រាប់ព័ត៌មានលម្អិតនិងរឿងរ៉ាវអថាកម្បាំងយោធាជាច្រើនទៀតសូមកុំភ្លេចចុច like និង subscribe Channel Khmer News Daily របស់យើងខ្ញុំសូមអរគុណនិងសូមជម្រាបលា